Mau sekarang pernah na yui. Uh. Mai. Sekarangទៀតមកឆ្លងបងអើយម៉ែចូល10គីឡូនេះស្ការក៏ស្កាប់ធំជាងមេជើងទៀតសុំស្វាគមន៍មកកាន់ផេកខ្ញុំចូលចិត្តរៀនតែខ្ញុំអត់រៀននេះជាសកម្មភាពខ្ញុំកៅត្រីហើយក៏ជាប្រឡងថ្មីសម្រាប់ខ្ញុំផងដែរហើយក៏មានទេសភាពស្រស់ស្អាតមែនតើលីឡំជាមួយនឹងថ្ងៃលិចនៅលើភ្នំហើយក៏សម្បូរត្រីធំច្រើនផងដែរដែលរស់នៅទីនេះនិយាយអំពីទេសភាពនៅទីនេះហើយនឹងខ្យល់អាកាសបរិសុទ្ធខ្ញុំឲ្យ 90% ពួកខ្ញុំមកទីនេះខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនតើហើយខ្យល់អាកាសមិនសូវមានផ្សែងពុលហើយទឹកក៏ថ្លាមើលត្រីឃើញដល់បាតផងដែរហើយនិយាយអំពីត្រីធំទីនេះវិញវាចូលចិត្តស៊ីស្លានៅតាមច្រាំងថ្មអញ្ចឹងបងប្អូនខ្ញុំដើរមើលតាមច្រាំងថ្មអញ្ចឹងទៅឃើញវាគឺខ្ញុំកៅតែម្ដងតែថ្ងៃដែលខ្ញុំទៅកៅត្រីនៅទីនេះផងដែរគឺលទ្ធផលគឺអត់បានត្រីទេបងប្អូនគឺបានតែសកាតែប៉ុណ្ណោះព្រោះថាត្រីហ្នឹងគឺមានទម្ងន់ធ្ងន់ហើយធំមែនទែនយើងមិនអាចយកវាឡើងលើគោបានទេគឺពិបាកយកមែនទែនបងប្អូនហើយបញ្ជាក់បងប្អូនទីតាំងនេះគឺសម្បូរលិះមែនទែនខ្ញុំឃើញជនជាតិកូរ៉េគាត់រាវលាគាត់រាវដាក់ធុងពេត្រូលអញ្ចឹងបងប្អូនគឺរាវបានច្រើនហើយឃើញលានេះគឺគេមានលក់នៅតាមភោជនីយដ្ឋានហើយនៅក្នុងផ្សារផងដែរសម្រាប់ទឹកនៅទីនេះគឺជាប្រភេទទឹកស្អាតហើយត្រីក៏យើងអាចញ៉ាំបានផងដែរសម្រាប់ទីតាំងដែលខ្ញុំកំពុងលេងនេះផងដែរគឺស្ថិតនៅស្ថានីយ៍គឺមគុកយកនិយាយអំពីការលេងត្រីគឺមិនពិបាកទេបងប្អូនគឺយើងគ្រាន់តែពិនិត្យមើលតើថាកន្លែងណាដែលមានត្រីបើយើងឃើញថាកន្លែងនៅខាងមុខនោះវាមានត្រីអញ្ចឹងយើងចាំអីទៀតយើងដាក់ផ្លែកៅយកតែម្ដងហើយត្រីដែលខ្ញុំកៅបានត្រីខ្លះខ្ញុំយកមកផ្ទះហើយត្រីខ្លះទៀតគឺខ្ញុំមិនយកមកទេព្រោះថាខ្ញុំលេងយកត្រីនោះគឺតាមប្រភេទទឹកដែរបងប្អូនបើសិនតែត្រីនោះនៅរស់នៅកន្លែងទឹកស្អាតគឺខ្ញុំយកតែបើត្រីដែលខ្ញុំលេងនោះទឹកវាមិនស្អាតធំប្រេងម៉ាស៊ីនឬក៏ទឹកល្អក់គឺខ្ញុំអត់យកមកទេព្រោះថាត្រីដែលនៅទឹកល្អក់ហើយទឹកធំប្រេងម៉ាស៊ីនហើយត្រីដែលរស់នៅទីនោះក៏អាចនឹងមានក្លិនធំប្រេងម៉ាស៊ីនធំផុកធំអីចឹងណាបងប្អូនហើយយើងយកមកធ្វើម្ហូបគឺវាមិនមានរសជាតិឈ្ងុយឆ្ងាញ់នោះទេគឺវាធំក្លិនប្រេងម៉ាស៊ីនធំក្លិនផុកចឹងណាតែនៅតែអាចញ៉ាំបានគ្រាន់ថាវាមិនឆ្ងាញ់ចឹងណាតែបើថាត្រីនឹងនៅទឹកស្អាតវិញគឺមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនគឺសាច់ពីផ្អែមតែម្ដងព្រោះថាត្រីនឹងសុទ្ធតែជាត្រីធម្មជាតិទេគឺគ្មានមនុស្សណាមកចិញ្ចឹមវាឡើយដោយសារតែគ្មានការនេសាទខុសច្បាប់ចឹងនៅប្រទេសកូរ៉េនេះគឺគេបាក់ឲ្យនេសាទត្រឹមតែស្ទូចតែប៉ុណ្ណោះសម្រាប់ត្រីនៅទន្លេតែបើត្រីនៅសមុទ្រក៏អាចមានការនេសាទដាក់មងអូបអ៊ូនឬក៏ប្រើឧបករណ៍ផ្សេងអញ្ចឹងណាបងប្អូនសម្រាប់ទឹកស្ទឹងឬក៏ទឹកទន្លេនៅក្នុងប្រទេសកូរ៉េនេះគឺខ្ញុំគិតថាវាសម្បូរត្រីច្រើនមែនទែនមិនថាត្រីតូចឬក៏ត្រីធំនោះទេគឺសម្បូរច្រើនតែម្ដងបងប្អូនហើយនៅស្រុកនេះផងដែរគឺគេពេញនិយមក្នុងការធ្វើការបបក់ឬក៏ស្ទូចត្រីកៅត្រីដោយប្រើដងសន្ទូចបងប្អូនខ្ញុំគិតថាការនេសាទដោយប្រើដងសន្ទូចយកទៅស្ទូចត្រីគឺវាមិនធ្វើឲ្យប៉ះពាល់ទៅដល់កូនត្រីនោះទេគឺយើងនេសាទយកតែត្រីណាធំតែប៉ុណ្ណោះបងប្អូនអញ្ចឹងហើយធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីក្នុងទឹកគឺមានការលូតលាស់បានល្អបងប្អូននិយាយអំពីប្រព័ន្ធធារាសាស្ត្រការរំដោះទឹកនៅក្នុងប្រទេសកូរ៉េនេះផងដែរគឺគេរៀបចំបានល្អហើយធំមែនទែនក្នុងការរំដោះទឹកពេលដែលមានរដូវទឹកជន់ឬក៏ទឹកចំនួនមកដល់បងប្អូនដោយសារតែប្រទេសនេះមានការកែច្នៃប្រព័ន្ធធារាសាស្ត្រហើយមានដងស្ទឹងទន្លេធំដូច្នេះហើយវាធ្វើឲ្យមានការងាយស្រួលក្នុងការប្រកបមុខរបរធ្វើកសិកម្មធ្វើស្រែដាំដុះឬក៏ចិញ្ចឹមសត្វដោយសារតែប្រទេសនេះគឺមានការតភ្ជាប់ពីទន្លេធំទៅប្រឡាយតូចចាយទឹកឲ្យប្រជាកសិករប្រជាកសិកម្មធ្វើដាំដុះដំណាំនិងចិញ្ចឹមសត្វផងដែរនិយាយអំពីការអភិវឌ្ឍផ្លូវថ្នល់ឬក៏ស្ពានវិញគឺខ្ញុំឲ្យប្រទេសនេះលេខ1តែម្ដងបងប្អូនមិនថាផ្លូវនៅលើទឹកឬក៏ផ្លូវគោកនោះទេគឺគេមានការសាងសង់បានល្អមែនទែននិយាយអំពីផ្លូវឆ្លងកាត់ទឹកវិញគឺគេសាងសង់ស្ពានគឺ1គីឡូឬក៏2គីឡូគឺមានស្ពានមួយបងប្អូនគឺងាយស្រួលក្នុងការឆ្លងកាត់ទៅវិញទៅមកមែនទែនបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងគឺមានស្ពានខ្ពស់នៅលើទឹកដែលខ្ញុំកៅបងប្អូនឃើញអំបញ្ញមិញហ្នឹងនេះស្ពានបងប្អូននេះអរគុណយើងជួបគ្នាបានត្រឹមប៉ុណ្ណឹងហើយអរគុណដែលបានទស្សនាវីដេអូនេះបើពេញចិត្តវីដេអូនេះសូមជួយ follow ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ
Mau sekarang pernah na yoi